នេះគឺជា10ចំណុចដែលខ្ញុំប្រើប្រាស់ AI ដូចជា ChatGPT និង Chatbot ផ្សេងៗដើម្បីជួយនៅក្នុងការរៀនសូត្ររបស់ខ្ញុំប្រចាំថ្ងៃហើយ10ចំណុចនេះអ្នកនរគ្នាក៏អាចយកទៅអនុវត្តនៅក្នុងការរៀនសូត្រប្រចាំថ្ងៃរបស់យើងបានផងដែរអូខេឥឡូវយើងចូលមកកាន់ screen របស់យើងហើយខ្ញុំនឹងនិយាយអំពីតាមពីចំណុចទី1ដល់ចំណុចទី10 demo អ្នកនរគ្នាឃើញមកអញ្ចឹងដំបូងគឺខ្ញុំប្រើ AI ដើម្បីជួយនៅក្នុងការពន្យល់មេរៀនដែលពិបាកដែលខ្ញុំអត់យល់នៅក្នុងថ្នាក់របស់ខ្ញុំឲ្យវា explain អាមេរៀនទាំងអស់ហ្នឹងនៅក្នុង simple way ឬក៏ក្នុងអ្វីមួយដែលវាងាយយល់ជាងមុនដែលយើងអាចងាយស្រួលនៅក្នុងការយល់បានហើយយើងអាចសួរវាបន្តដេញវាទៅបន្ថែមទៀតទៅលើមេរៀនមួយហ្នឹងដើម្បីយើងកាន់តែច្បាស់ទៅលើចំណុចទូទៅទាំងអស់ហ្នឹងអញ្ចឹងណាអញ្ចឹងអូខេអញ្ចឹងដើម្បីឲ្យវាឆ្លើយជាមួយយើងមានភាពសក្រិតត្រូវនឹងអ្វីដែលយើងចង់បានគឺយើងត្រូវតែប្រាប់វាថាយើងជាអ្នកគេឲ្យវាដឹងពីយើងសិនហើយបានវាអាចឆ្លើយមកវាត្រូវបរិបត្តិដែលយើងកំពុងតែរស់នៅបានច្រើនអញ្ចឹងខ្ញុំអាចដំបូងគឺអ្នកអាចចាប់ផ្ដើមថា like who are you អញ្ចឹង like I am like ខ្ញុំគឺជានិស្សិតអីគេ computer science C I E N C E student okay student at like Royal or UBP យើងដាក់ឈ្មោះសាកលវិទ្យាល័យយើងពេញទៅ1 2 3 4 5បន្តអញ្ចឹងទៅ year ហ្នឹងអូខេ year 4បងប្អូនបញ្ជាក់វាយល់ឲ្យច្បាស់អញ្ចឹង like which is in Cambodia like which is in Cambodia right okay so now this is the lesson I have learned okay so យើង upload មេរៀនដែលយើងធ្លាប់រៀនឲ្យដែលឲ្យវាយល់នឹងថាយើងរៀនអីខ្លះអញ្ចឹងណា in major អីគេ like in major like Linux okay so ខ្ញុំឧទាហរណ៍ Linux មួយចុះហើយខ្ញុំ add អាមេរៀនចាស់ៗដែលខ្ញុំធ្លាប់រៀនអូខេ1 2 3អញ្ចឹងទៅបន្ទាប់មកទៀតឥឡូវថាខ្ញុំ add អាមេរៀនចាស់ៗហើយតែឥឡូវខ្ញុំមិនចាំ add ទេខ្ញុំដាក់ប៉ុណ្ណេះចុះអូខេចាំថាខ្ញុំនៅក្នុងប្រទេសខ្ញុំជានិស្សិតcomputer science នៅភូមិន្ទភ្នំពេញឆ្នាំទី4ហើយមាន location នៅ Cambodia នៅក្នុង major Linux អីចឹងទៅហើយខ្ញុំតម្លាក់មេរៀនចូលហើយមេរៀនដែលយើងតម្លាក់ចូលហ្នឹងវាអាចជារូបភាពអាចជា screenshot ឬក៏អាចជា file PDF ឬក៏ file ផ្សេងៗដែលវា support យើង upload ចូលមកមេរៀនហ្នឹងទៅឬក៏មកចម្ពោះហ្នឹងទៅហើយយើងទៅ share វាថាគេ explain this lesson in a simple way អូខេចុះខ្ញុំ add នេះចូលសិនខ្ញុំ add មេរៀនចូលអូខេបើថាមេរៀនខ្ញុំ add ចូលហើយអ្នកនេះអាច add បន្ថែមបានវាមិន support តែហ្នឹងទេវាអាច support ជា file PDF ក៏ជា file រូបភាពអីហើយសំខាន់អក្សរខ្មែរក៏វា support ដែរអញ្ចឹងអូខេប៉ុណ្ណឹងខ្ញុំតម្លាក់វាចូលតម្លាក់ C នេះដាក់ខ្មែរមើលទៀតភាសាខ្ញុំប្រាប់តែវានៅ Cambodia អញ្ចឹងវាគិតថាយើងនៅចង់មកអក្សរខ្មែរអញ្ចឹងវា explain មកដល់អូខេ so this is គឺជាអ្វីដែលមាននៅក្នុងមេរៀនហ្នឹងហើយវាអាចបញ្យល់យើងនៅក្នុង simple way អូខេឥឡូវវាបញ្យល់ឲ្យយើងនៅអត់យល់ចំណុចណាមួយទៀត I don't get this point like okay explain this more detail okay alright ហើយមួយទៀត technique មួយទៀតអ្នកគ្នាចង់ឲ្យ ChatGPT ហ្នឹង act like ជាគ្រូនៅសាកលវិទ្យាល័យយើងទៅសេថាអូខេ act like you are teacher at university អីចឹងទៅឬក៏ act like you are a worker which is 10 years of experience or something like that យើងចង់ឲ្យវាធ្វើខ្លួនឯងនឹងជាអ្នកគេយើងអាចបន្ថែមទៀតបានអញ្ចឹងចានេះជា technique ដែលយើងអាចប្រើវាជួយយើង okay so there's a little more detail right okay so នៅអត់យល់កន្លែងណាទៀតcopy ហ្នឹងដាក់វាបញ្យល់ say អូខេឥឡូវវាបញ្យល់អញ្ចឹងអូខេយល់ថាអូខេ I don't get this I don't know what this mean what is this mean what is this
what the hell យូឆ្ងល់អីយូអាចបន្ថែមបន្តទៀតបានអញ្ចឹងអូខេដល់ពេលហ្នឹងហើយរបៀបមានមេរៀនណាដែលថាយើងពិបាកនៅក្នុងការយល់ខ្លាំងទៀតទេព្រោះអីវាអាចជួយយើងបានអញ្ចឹងនេះជាអ្វីមួយដែលយើងអាចយកទៅធ្វើបានវាពិតជា helpful មែនតើអូខេឥឡូវយើងចូលមកដល់ចំណុចបន្តទៀតគឺទី2គឺខ្ញុំប្រើប្រាស់ ChatGPT ហ្នឹងដើម្បីឲ្យខ្ញុំមានគំនិតឬក៏ជួយរកគំនិតថ្មីៗឲ្យខ្ញុំអញ្ចឹងឧទាហរណ៍ថាគ្រូគាត់រៀនមេរៀនចប់មួយ semester ហ្នឹងអញ្ចឹងទៅគាត់ឲ្យយើងធ្វើ project មួយដែលតាក់ទងទៅនឹងមេរៀនដែលគាត់បរៀនហ្នឹងឬក៏គាត់មាន requirement ផ្សេងៗដែលគាត់ add បញ្ចូលហើយឲ្យយើងធ្វើជា project អញ្ចឹងយើងអត់មាន idea ទេយើងដឹងតែធ្វើមិនទេខ្ញុំអាច copy អ្វីដែលគ្រូ requirement របស់គ្រូហ្នឹងហើយឲ្យ chatbot វាជួយ generate idea ស្ងាត់ខ្ញុំថាខ្ញុំគួរធ្វើ content ឲ្យគេតាក់ទងទៅនឹង requirement ទាំងអស់ហ្នឹងអូខេអញ្ចឹងចូល demo ខ្ញុំចូលមកកាន់ new chat ខ្ញុំចូលមកកាន់ new chat ហើយខ្ញុំប្រាប់ GPT ថានេះគឺជា requirement របស់គ្រូនេះតើតានេះគឺជា requirement របស់គ្រូអូខេ so 1 2 3អញ្ចឹងទៅមានបន្តទៀតនេះ requirement របស់គ្រូOkay, so now help me give me a 10 project idea for this. All right, so let's GPT do it for you. So this is it, like you can do a restaurant ordering system, you can do library management system, you can do student grade management, or like a lot of you can generate more. But បើសិនជាយើងចង់បាន like specific ទៅលើចំណុចណាមួយឥឡូវយើងចង់បាន project ណាដែលវាតាក់ទងជាមួយនឹងកសិករយើងចង់បាន project ណាដែលវាតាក់ទងជាមួយនឹងនិស្សិតឬក៏ចង់បាន project ណាដែលតាក់ទងជាមួយនឹងអ្នកធ្វើការនៅពេលមួយថ្ងៃយើងអាចបន្ថែមទៀតបានឥឡូវខ្ញុំឧទាហរណ៍ថា I want the project that related or help or like project that help my farmer okay my farm like បើសិនជាយើងនៅក្នុង field ផ្សេងៗយើងអាចនិយាយទៅ open mind អាចថា AI ហ្នឹងគឺអាចជួយយើង everything like open mind យើងចង់ដឹងអីឲ្យវាជួយយើងមក so let's see អូខេឥឡូវ project ហ្នឹងវាជួយដល់ farmer ខ្មែរយើងទៀត like អូខេឥឡូវ smart farming assistant system យើងអាច do like okay a lot of okay startup project ដែលយើងអាចធ្វើបានអីចឹងអញ្ចឹងនេះគឺជា David ហើយបន្ទាប់ទៅឥឡូវថាយើងឆ្លាញ់ project ណាមួយចុះឥឡូវខ្ញុំឆ្លាញ់ project នេះសម្រាប់ mini map ខ្ញុំ copy ហ្នឹងមក I like this one I need more detail okay so that's it that's it right everything like okay so that's it ចានេះគឺជាចំណុចទី2ដែលយើងអាចឲ្យ AI ជួយយើងនៅក្នុងការ generate នៅ idea ផ្សេងៗបានចំណុចទី3នេះក៏សំខាន់ដែរគឺជួយយើងនៅក្នុងការ generate នៅវិញ្ញាសាប្រឡងមេរៀនដែលអាចចេញប្រឡងនៅក្នុងឆ្នាំរបស់យើងឬក៏នៅក្នុងឆ្នាំក្រោយដោយវិធីសាស្ត្រដែលយើងធ្វើគឺយើងត្រូវ add នៅវិញ្ញាសាចាស់ៗដែលគេធ្លាប់ចេញមុនដើម្បីវាដឹងថាតើការប្រឡងនឹងអាចចេញអីគេខ្លះដើម្បីវា generate មកវាត្រូវឬក៏ symmetry ហើយមួយទៀតគឺ add មេរៀនដែលយើងរៀនមួយឆមាសមួយ2ឆមាសមួយ semester អីហ្នឹង add ចូលទៅឲ្យវាដឹងថាពេលដែលវា generate សំណួរគឺវា generate តែពីអ្វីដែលយើងរៀនហ្នឹងទេអញ្ចឹងវាអាចជួយយើងបានថាយើង well prepare យើងអាចរៀបចំខ្លួនបានល្អអញ្ចឹងទៅអូខេអញ្ចឹងខ្ញុំចូលទៅកាន់ like ខ្ញុំចូលដល់ chat ថ្មីចុះខ្ញុំ add chat មួយទៀតឥឡូវខ្ញុំប្រាប់វាថា this is listen I learn this yeah or whatever okay add listen ដែលយើងបានរៀនមកមាន1 2 3 4 5 6អញ្ចឹងទៅហើយឥឡូវខ្ញុំមាន listen add ទេមេរៀនខ្ញុំឥឡូវដល់គ្នា add អាហ្នឹង simple ដល់គ្នា add listen ហ្នឹងហើយ and one more this is like
nhưng mình xây maiម្ដងចុះនេះគឺជាវិញ្ញាសាជាវិញ្ញាសាដែលចេញឡងឆ្នាំមុន alright ហើយខ្ញុំ add វាចូលថតថាមានអីគេខ្លះថាមានវិញ្ញាសានេះអូខេជាវិញ្ញាសាដែលចេញជាក់ស្ដែងមកក្នុងជា web អូខេខ្ញុំ screenshot មួយហើយខ្ញុំ pass វាចូលនេះឆ្នាំមុនហើយនេះក៏មានទៀតដែរអូខេចាំតិចអូខេមានពីរវិញ្ញាសាដល់នេះមានច្រើនកាន់តែល្អ add វាចូលអាចថាជាវិញ្ញាសាប្រចាំខែវិញ្ញាសា midterm ឬក៏ quiz ឬក៏ផ្សេងៗចឹងទៅចុះខ្ញុំ add វាចូលអូខេខ្ញុំដាក់វាយល់ប៉ុណ្្នឹងសិនlike បង្កើតវិញ្ញាសាគម្រោងវិញ្ញាសាបង្កើតតើវិញ្ញាសាអ្វីដែលអាចចេញនៅឆ្នាំនេះ alright ឬក៏បើតោះនេះអាចប្រើបន្តទៀតតោះនេះអាចប្រាប់ថាអូខេខ្ញុំចង់បានជាលក្ខណៈ QCM ខ្ញុំចង់បានជាលក្ខណៈសំណួរឬក៏ខ្ញុំចង់បានជាលក្ខណៈអីផ្សេងៗអាចបន្ថែមតតែខ្ញុំ sample ចឹងប៉ុណ្្នឹងចុះអូខេដាក់ចេញនៅក្នុងឆ្នាំនេះឆ្នាំក្រោយអញ្ចឹងទៅ semester នេះ semester ក្រោយ whatever គឺយើងអាចអានឹងមានថាយើងមិនប្រកាសថាវានឹងចេញដូចនឹងប៉ុណ្្នឹង 100% ទេប៉ុន្តែ at least គឺយើងបាន well prepare យើងដឹងថាអូខេឥឡូវបើយើងរៀនទាំងអស់នេះហើយទៅចេញគឺនឹងអាចចេញចំណុចមួយនេះព្រោះវាជាចំណុចសំខាន់យើងអាចមើលអានឹងឲ្យយកចិត្តទុកដាក់អញ្ចឹងណាព្រោះយើងអាចទៅមើលមួយមេរៀន10មេរៀនអីមើលទាំងអស់ទេគឺយើងអត់កើតទេអញ្ចឹងនេះគឺជា well prepare ឬក៏ការលើកឡើងតែចំណុចសំខាន់ដែលវាអាចនឹងចេញឲ្យយើងដឹងអូខេ that's it គឺយើងអាចយកហ្នឹងទៅត្រៀមធ្វើបានអូខេឬក៏អូខេឥឡូវវាចេញប៉ុណ្្នឹងហើយយើងចង់បានបន្តទៀតនឹងថាអូខេ I want more ហើយបន្តមកយើងបានអស់ហើយយើងឲ្យវា generate ចម្លើយរបស់យើង like give me the answer for this អីចឹងទៅអូខេហើយវា support ខ្មែរក៏បាននឹងលេខក៏បានដែរខ្ញុំជិតថាហ្នឹងឥឡូវយើងចូលមកដល់ចំណុចបន្តទៀតគឺចំណុចទី4គឺខ្ញុំប្រើវាដើម្បីរៀបចំការវិភាគសម្រាប់ការប្រឡងចាំថាយើងពេលខ្លះយើង struck អត់ដឹងថារៀបចំការវិភាគមិនទេប៉ុន្តែយើងអាចប្រាប់ AI ក៏ GPT នឹងបានយើងនៅសល់មួយខែទៀតសម្រាប់ប្រឡងចប់ final 4មុខអីចឹងទៅហើយយើងប្រាប់ពីកៅនៅប្រចាំថ្ងៃរបស់យើងដូចថា I get up like 6 AM like shower or prepare now generate like schedule for me yes alright for me okay so I will generate schedule សម្រាប់ខែឲ្យយើងមក and like you want like ជាចង់ at the time I want balance អីចឹងទៅ balance life balance or something or you want to focus on មុខជានេះឬក៏អីផ្សេងៗយើងអាចឲ្យវាបានអញ្ចឹងយើងប្រាប់ពីកៅនៅចាញ់ឲ្យរបស់យើងហើយវាឲ្យវា generate ការពិភាក្សារបស់យើងឬក៏ផ្សេងទៀតយើងប្រាប់ថាយើងរៀនមុខវិជ្ជា1ដល់7ហើយខ្ញុំចង់ឲ្យវា generate ឲ្យយើងហើយយើងមកចាំប្រាប់អីវាច្រើននេះចង់ដឹងថាបើយើងគ្រាន់តែជាសិស្សអត់ធ្វើការអីវា generate មកតាមមិនយើងអាចទទួលយកបានអត់ហើយ feel free នៅក្នុងការ customize ក្នុងការ customize វាអញ្ចឹងអូខេឥឡូវខ្ញុំថតទៅប៉ុណ្្នេះចុះតើវា generate មកអូខេខ្ញុំ like I wanna dot ppt like okay so let's see នេះ generate ឲ្យនេះកាត់អូខេប្រាប់មកអូខេឬក៏យើងអត់ពេញចិត្តអានឹងទេយើងចង់បាន like
I want us I want us which ចាំបានជាលក្ខណៈតែលតិតវិញ like Monday Tuesday អញ្ចឹងទៅ okay នេះចេញមកនេះចេញទៅអស់ week 1 week 8 okay ឬក៏យើងអាចដូរយើងចង់បានជាមិនវាអាចដូរឲ្យវាបានអញ្ចឹងណាអញ្ចឹងនេះគឺជារបៀបមួយដែលវាជួយយើងហើយគេឥឡូវយើងស្លាញ់ហ្នឹងយើង download វាមកក៏បើសិនជាពេលខ្លះវាអត់អញ្ចឹងទេយើងប្រាប់វាថាគេ I want us dot file គេ PDS PowerPoint អញ្ចឹងទៅ so that's it អញ្ចឹងអ្នកនេះអាចប្រើវាដើម្បី generate ឲ្យវា generate នៅការវិភាគរបស់យើងបានហើយខ្ញុំចូលដល់ចំណុចទី5គឺជំនួយនៅក្នុងការធ្វើ slide presentation ជួយយើងនៅក្នុងការធ្វើ presentation អញ្ចឹងដូចពីមុនអញ្ចឹងបើអ្នកនេះចង់ឲ្យវាត្រូវជាមួយនឹងយើងហ្មងយើង upload អ្វីដែលជាខ្លួនយើង provide នៅ detail ឲ្យវាថាមេរៀនដែលយើងបានរៀនអីចឹងទៅ upload មេរៀនទៅហ្នឹងឲ្យវាសិនហើយប្រាប់វាថាអូខេឥឡូវខ្ញុំត្រូវធ្វើ presentation នៅក្នុងចំណុចមួយនេះហើយខ្ញុំមានពេលមួយនាទីឲ្យវាទៅសេជា structure ទៅសេជាអ្វីដែលយើងគួរ add នៅក្នុង slide មួយហ្នឹងឥឡូវខ្ញុំតោះថាខ្ញុំមានអីអស់ហើយខ្ញុំ upload មេរៀនអីអស់ហើយណាអញ្ចឹងខ្ញុំឲ្យវាសេខាងនេះ write a 3-minute presentation script for topic របស់យើង let's see how it works okay so this slide នេះគឺជា script របស់យើងថាយើងចង់បាន script ឥឡូវខ្ញុំមកចង់បាន script ទេខ្ញុំចង់បាន like generate no I want to have to do presentation on okay so I have to do presentation on what should I include in my slide what should I include in my slide presentation alright ហើយយើងបញ្ជាក់វាថាអូខេខ្ញុំមានពេល1នាទីនៅក្នុងការ presentation អីចឹងទៅយើងអាចប្រាប់វាថាអូខេ so នេះ slide ដែលវារៀបចំឲ្យគេដំបូងយើងអាចចាប់ផ្ដើមពី what is AI យើងអាចចាប់ផ្ដើមពី real time example of AI អីចឹងទៅគឺយើងអាចយកហ្នឹងជាគោលហើយបើយើងបន្តទៀតណាតោះថានេះជា tip មួយក្រោយឯង like I want this for full slide detail this in full slide detail this for full slide okay let's see you can't take this like all like no this also adds script I don't like this but I like this I can add it in my slide I like this also ឲ្យ slide ឲ្យ script វាទៀតហើយយើងយកហ្នឹងទៅបរិបថែមនេះគឺជា structure ដែលយើងអាចយកទៅធ្វើទៅមើលបានអូខេអញ្ចឹងនេះជាចំណុចទី5អូខេនេះជាចំណុចទី5ហើយឥឡូវចូលបន្តទៀតអូខេចូលដល់ចំណុចអូខេឥឡូវចូលដល់ចំណុចទី6 don't trust any chatbot like don't trust AI ខ្ញុំប្រើ AI មែនតែខ្ញុំអត់ទុកចិត្ត AI 100%ទេជួនកាលនៅពេលដែលខ្ញុំអត់ពេញចិត្តសំណួរក៏អត់ពេញចិត្តចម្លើយដែល AI ប្រាប់ខ្ញុំយកអា prompt ដដែលហ្នឹងទៅថែបនៅក្នុង AI ផ្សេងនៅក្នុង chatbot ផ្សេង like ឥឡូវខ្ញុំអត់ពេញចិត្តអ្វីដែល GPT ឆ្លើយមកខ្ញុំទេខ្ញុំនឹងទៅសួរ Grok ខ្ញុំទៅសួរ Queen ខ្ញុំទៅសួរ DeepSeek ឬក៏ខ្ញុំទៅសួរ Cloud ក៏ AI ផ្សេងទៀតឬក៏ខ្ញុំអត់ពេញចិត្តអ្វីដែលវា provide ខ្ញុំហ្នឹងខ្ញុំយកអាដដែលហ្នឹងគ្រាន់តែខ្ញុំដូរ prompt ខ្លះឲ្យវាត្រូវជាមួយអ្វីដែលខ្ញុំចង់ប្រកប so that's it នេះគឺ tip 1គឺក៏ចំណុចទី6ដែលយើងកុំទុកចិត្ត AI 100% ទី7គឺជំនួយនៅក្នុងការរៀនឬក៏ការស្រាវជ្រាវរបស់យើងឬក៏នៅក្នុងការ research អីរបស់យើងផ្សេងៗហ្នឹងទៅដោយយើងអាចឲ្យវាសង្ខេបនៅ listen ឬក៏អ្វីមួយឲ្យយើងឆាប់យល់ថាតើខ្លួនត្រូវការ research លើអីមួយarticle មួយ paragraph អីចឹងទៅអូខេហើយ copy អាហ្នឹងឬក៏យើង screenshot អាហ្នឹងមកហើយដាក់នៅក្នុង AI like
ឲ្យវា analyze ទាំងអស់ហ្នឹងហើយប្រាប់យើងថា key point នៅក្នុង article ហ្នឹងឯគេប្រាប់យើងមកវាមាន1 2 3អញ្ចឹងណាអញ្ចឹងយើងអាចយល់បានអញ្ចឹងវាជួយនៅក្នុងការដែលយើងរៀនជួយនៅក្នុងការដែលយើងអាចស្វែងរកនៅ key point ទៅលើ article ណាមួយបាទអញ្ចឹងនេះគឺជាចំណុចមួយទៀតគឺជាចំណុចទី7គឺជំនួយនៅក្នុងការស្រាវជ្រាវឬក៏ research របស់យើងអាចថាវាជួយសង្ខេបឲ្យយើងងាយយល់រក key point នៅក្នុងចំណុចអ្វីដែលយើង research ហ្នឹងហើយចំណុចទី8គឺវាជួយយើងនៅក្នុងការសន្សំពេលវេលាហើយថាយើងអាចសួរសំណួរទូទៅបានច្រើនតាមដែលយើងចង់ហើយចង់សួរទៅគឺកុំគិតច្រើននេះវាឆ្លើយយើងទទួលយកបានទេយើងត្រូវបញ្ជាក់ detail ឲ្យវាតែវាអាចឆ្លើយសំណួរទាំងអស់ដែលយើងចង់ដឹងមិនថាតាំងពីសុខភាពមិនថាពីចំណេះដឹងទូទៅមិនថាពីអ្វីគ្រប់យ៉ាងសួរវាទៅហើយមួយទៀតគឺសួរកុំសឹកទុកចិត្តវា 100% ណាដែលទុកចិត្តបានចាំទុកចិត្តចាណាយើងត្រូវការធ្វើ research បន្ថែមទៀតអូខេហើយនេះជាចំណុចទី8គឺយើងអាចសួរក៏បានដែរចង់សួរនឹងទៅចំណុចទី9ខ្ញុំគិតថាវាក៏សំខាន់ដែរគឺឲ្យវាគូ road map បានន័យថាឥឡូវយើងកំពុងតែរៀននៅក្នុងតើខ្ញុំរៀននៅក្នុង IT ចឹងទៅហើយគោលដៅរបស់ខ្ញុំចង់ខ្លាចជា software engineering ហើយខ្ញុំប្រាប់វាថាអូខេឥឡូវខ្ញុំរៀន IT ហើយខ្ញុំចង់ខ្លាចជា software engineering តែខ្ញុំគួរតែធ្វើគេខ្លះតើមាន step អីខ្លះ next step បងប្អូនគ្នារៀនច្បាប់បងប្អូនគ្នារៀនប្រវត្តិជារៀនទេសចររៀនអីចឹងណាបងប្អូនគ្នាអាចសួរថាអូខេI study like ខ្ញុំចង់និយាយថា I study history in Cambodia or tourism because what can I do after I graduate what can I do after finish my university okay ឬក៏មួយទៀតយើងចង់ខ្លាចទៅជា software engineering I want to be a software engineering តែខ្ញុំគួរតែរៀនជំនាញអីតែខ្ញុំគួរតែអភិវឌ្ឍទៅលើជំនាញបន្ថែមសារនេះគឺពេលយើងរៀនប្រវត្តិយើងអាចខ្លាចជា education research យើងអាចខ្លាចជាធ្វើការអង្គការ NGO ឬក៏នៅក្នុងអង្គការផ្សេងអាចធ្វើជា media communication ឬក៏ freelance អាចធ្វើជា content creator និយាយពីប្រវត្តិសាស្ត្រនិយាយពីអីចឹងទៅ like យើងអាច study abroad ឬក៏ like នេះផ្សេងទៀត so this is really helpful right តើខ្ញុំចង់ខ្លាចជា I want to be a lawyer that's a roadmap so in Cambodia you study law បើយកតរៀន law ទៅយើងចូលទៅរៀន law 4ឆ្នាំសិនយើងអាចរៀននៅ rule យើងអាចរៀននៅ PUC យើងអាចរៀននៅ BBU ឬក៏ like option B master រៀនបន្តមក okay improve your English ឬក៏អង់គ្លេសឥឡូវអាចថាយើងរៀនចិនអីទៀតទៅបន្តទៅចិនប្រឡងចូលអីផ្សេង like there's a you can check this also so there's it everything can help you right ឥឡូវយើងត្រូវតែរៀនបារាំងអូខេឥឡូវយើងចង់ខ្លាចជាអ្នកច្បាប់យើងទៅរៀនបារាំង how can I learn this faster how can I learn faster for my job for my future job what okay yeah that's everything you can ask it so like set a clear goal like are you learn this daily learning plan like ម៉ោងកន្លះទៅ2ម៉ោង practice speaking from day one focus on like your personal vocabulary everything you can ask it to help ជា road map ឲ្យយើងទៅកាន់អីមួយដែលយើងចង់បានវាដូចជា mentor មួយដែលយើងសួរវាចឹងខ្ញុំចូលចិត្តមែនតើហើយចំណុចចុងក្រោយចំណុចទី10គឺឲ្យវា update នៅការងាររបស់យើងអ្វីដែលយើងបានធ្វើជួនកាលយើងអត់ដឹងថាកំហុសរបស់យើងមិនទេឬក៏យើងធ្វើមកវាអត់សូវ professional អត់សូវត្រូវ structure អត់មាន basic អីច្បាស់លាស់ចឹងតើអ្នកគ្នាត្រូវទៅសេជា paragraph ឬក៏អ្នកគ្នាត្រូវទៅសេជា project អីគ្រូ
បើនិយាយតែខ្លីទៅនៅក្នុងការដែលខ្ញុំធ្វើរៀនហ្នឹងគឺខ្ញុំសរសេរកូដអញ្ចឹងខ្ញុំសរសេរកូដអស់ហើយជាសរសេរដោយ idea របស់ខ្ញុំផ្ទាល់ខ្លួនឯងហើយខ្ញុំអត់ទាន់ប្រកាសថាវាត្រូវ structure ឬក៏វាល្អទេខ្ញុំឲ្យ upload អានឹងចូល AI ហើយឲ្យវា like what should I update for my code what should be improved and why and like ឲ្យវា fix ណា problem មួយចំនួនតិចតួចឬក៏បើយើងត្រូវធ្វើជាបទអីមែនវិញយើងមាន PDS យើង upload វាចូលទៅហើយឲ្យវា generate analyze ទៅអស់ហ្នឹងប្រាប់ថា okay what do you think about my assignment and what should I improve you can ask it like that so it can improve your assignment it can improve your work okay that's it អញ្ចឹងខ្ញុំគិតថា10ចំណុចហ្នឹងវាច្រើនដែរបងប្អូនអាចយកទៅអនុវត្តបានចំណុចណាបងប្អូនធ្លាប់អនុវត្តអញ្ចឹងណាចឹងខ្ញុំស្រឡាញ់ចំណុចទាំងអស់ហ្នឹងមែនតើហើយ yes I hope this video can help you សង្ឃឹមថាអ្នកនេះអាចនឹងទទួលបានអ្វីមួយចំនួនពីវីដេអូវែងនេះជាង30 20នាទី30នាទីនេះស្រង់វិញ AI វាមិនមែនមកជំនួសមនុស្សទាំងស្រុងទេវាគ្រាន់តែជួយសម្រួលបន្ទុកមួយចំនួនវាមាន data ច្រើនវាមានការ research ច្រើនដែលវាជួយសន្សំពេលវេលារបស់យើងវាជួយធ្វើឲ្យការងាររបស់យើង professional ជាងមុនវាជួយធ្វើឲ្យយើងកាត់បន្ថយភាពស្មុគស្មាញឬក៏វាផ្ដល់នូវ idea ជាច្រើនឲ្យយើងចឹងនៅក្នុងសម័យហ្នឹងហើយបើយើងអត់ប្រើប្រាស់ AI មកជួយនៅក្នុងការងាររបស់យើងទេបានន័យថាយើងរៀង slow បន្តិចយើងរៀងដើរអត់ទាន់គេតិចការងារដែលគេប្រើ AI ជួយគេចំណាយពេល1ម៉ោងប៉ុន្តែដល់ពេលយើងអត់មាន AI យើងអាចនឹងចំណាយពេល1ថ្ងៃពេញឬក៏លើស1ថ្ងៃនឹងទៀតដើម្បីជួយកិច្ចការមួយនឹងអញ្ចឹងអូខេយ៉ាងណាក៏ដោយគឺ complete ការរៀនហើយខ្ញុំមាន tip មួយទៀតដែលជាការអនុវត្តរបស់ខ្ញុំណាបើសិនខ្ញុំជាអ្នកបើខ្ញុំសរសេរ code ខ្ញុំត្រូវ fix problem ហ្នឹងខ្ញុំមានពេល10នាទីឬក៏20នាទីខ្ញុំគិតខ្លួនឯងសិនគិតអត់ចាញ់បាទខ្ញុំទៅសួរ AI ខ្ញុំមិនមែនសួរ AI everything ទេអាពេលណាដែលខ្ញុំគិតខ្លួនឯងអត់ចាញ់ហើយខ្ញុំទៅសួរវាអញ្ចឹងវាអត់ធ្វើឲ្យ like អត់ធ្វើឲ្យយើង stuck នៅក្នុងអីមួយហើយក៏ធ្វើឲ្យយើងពឹងទៅលើ AI ទាំងស្រុងដែរជួនកាលនៅពេលដែលខ្ញុំចង់ធ្វើមួយយើងមាន idea ខ្លួនឯងយើងសរសេរមក 4-5 ចំណុចចឹងទៅហើយយើង upload AI ជួយមកពិនិត្យមើល idea របស់យើងហើយឲ្យវាបន្ថែមឬក៏វាជំនួយនៅក្នុង idea ទាំងអស់ហ្នឹងចឹងអ្វីដែលយើងមានគឺជាគោលគំនិតរបស់យើងស្រេច AI គ្រាន់តែជួយបន្ថែមនៅចំណុចខ្វះខាតមួយចំនួនឬក៏រក idea បន្ថែមរកគំនិតបន្ថែមនៅក្នុងអ្វីដែលយើងមានជាគោលនឹងស្រេចទេអញ្ចឹងសរុបមកវិញចង់និយាយខ្លីថាអ្នកនេះអាចប្រើប្រាស់ AI ជួយក្នុងការងាររបស់អ្នកនេះបានហើយវាមិនមែនជំនួសយើងទាំងស្រុងទេយើងអាចប្រើប្រាស់វានៅក្នុងកម្រិតណាមួយហើយវានឹងជួយយើងច្រើនត្រឡប់ទៅវិញអូខេអរគុណបាយបាយ